មីងវិនហៅអ្នកល្ងងមែនទេនាងគ្រាន់តែជាស្ត្រីលក់ដូរតាមចិញ្ចើមផ្លូវប៉ុណ្ណោះមីងអីទៅសាច់ញាតិរបស់អ្នកអាចធ្វើបែបនេះបានដែរឬប្រហែលគាត់ភ្លេចហើយថាខ្ញុំបានលែងលេះជាមួយប្អូនប្រុសរបស់គាត់ជាយូរមកហើយខ្ញុំចេញពីផ្ទះដោយគ្មានអ្វីសល់ហើយក៏លែងជាមីងរបស់គាត់ទៀតដែរហើយខ្ញុំយ៉ាងណាក៏បានយកទៅញ៉ាំទៅកុំញ៉ាំច្រើនពេកប្រយ័ត្នល្ងាចញ៉ាំបាយមិនកើតអ្នកណាអាចជឿទៅថាអតីតភរិយារបស់ប្រធានក្រុមហ៊ុនហ៊ូដ៏ល្បីល្បាញបែរជាមកលក់ដូរតាមចិញ្ចើមផ្លូវតើអតីតប្តីនាងមិនទាំងឲ្យលុយក្រោយលែងលះដែរឬចាំសិននាងមានផ្ទៃពោះជាមួយកូនរបស់អ្នកផ្សេងមែនទេឡាយយ៉ាវយ៉ាវហើយគាត់ថាក្បងប្រុសតើនាងនឹងប្រាប់បុរសនោះទេមិនអីទេទោះគាត់ដឹងក៏មិនខុសអ្វីដែរយើងបែកបាក់គ្នាយូរហើយផ្ទះជួលមួយខែ2000យន់ខុសឆ្ងាយពីជីវិតដ៏ប្រណីតដែលធ្លាប់មានប៉ុន្តែខ្ញុំពេញចិត្តនឹងជីវិតបែបនេះណាស់ស្រមោលក្នុងចិត្តបន្តិចម្ដងបានក្លាយជាស្នេហាដែលមិនអាចលុបបំបាត់បានត្រឡប់មកហើយឬកាន់អ្វីមកនឹងអាហារទាំងនេះដាច់ខាតកុំឲ្យពូឃើញបើពូគិតថាវាថោកគាត់ប្រកាសជាបោះចោលមិនខានទៅលាងដៃសិនរួចមកញ៉ាំបាយសមាជិកគ្រួសារហ៊ីវមិនត្រូវបង្ហាញភាពទន់ខ្សោយឬថយក្រោយជាដាច់ខាតនិយាយតាមត្រង់មកពូហេតុអ្វីពូនឹងមីងលែងលះគ្នាហេតុអ្វីស្រាប់តែលើករឿងនេះមកនិយាយអត់អីទេខ្ញុំគ្រាន់តែចង់សួរភ្លាមប៉ុណ្ណោះរឿងរបស់មនុស្សធំក្មួយមិនទាន់យល់ទេប្រាប់ខ្ញុំមកតើឯងបានឃើញនាងនៅណាហេតុអ្វីបានជាអ្នកត្រឡប់មកមុនម្លេះលោកលេននិងមិត្តរួមការងាររបស់គាត់ហាក់ដូចជាមិនសូវសប្បាយចិត្តទេពួកគេសប្បាយឬមិនសប្បាយមិនមែនជារឿងរបស់ខ្ញុំទេនៅភាគខាងត្បូងទីក្រុងគ្មាននរណាម្នាក់ហ៊ានប៉ះពាល់គ្រួសារហ៊ីវទេខួបកំណើតរបស់ខ្ញុំគឺថ្ងៃស្អែកខាងស្អែកអ្នកនឹងមកមែនទេវ៉ែនហៅក៏មកដែរអ៊ំខ្ញុំទៅធ្វើកិច្ចការផ្ទះសិនហើយតើនរណាកំពុងសម្លឹងមើលតាមអេក្រង់កាន់តែភ័យកាន់តែប្រញាប់កាន់តែខុសខ្ញុំអាចរងចាំបានខ្ញុំទៅមុនហើយខ្ញុំបានឲ្យជំនួយការយកលិខិតអញ្ជើញទៅកម្មវិធីខួបកំណើតជូនអ្នកហើយអ្នកត្រូវតែមកណាថ្ងៃនេះឆេសេមានអាកប្បកិរិយាចម្លែកណាស់នេះជាប្រភេទអាហារសម្រន់ដែលអ្នកលក់តាមក្បែរសាលារៀនតែងលក់ខ្ញុំចូលរងចាំនៅមុខសាលារៀនជិត20នាទីបន្ទាប់ពីសិស្សចេញពីសាលាតើអ្នកបានជួបនរណានៅទីនោះប្រយ័ត្នក្តៅណាស់ម្ហូបដែលម៉ាក់ធ្វើក្លិនឈ្ងុយណាស់ញ៉ាំយឺតណាស់កូនចូលចិត្តញ៉ាំរាល់ពេលដែលខ្ញុំឃើញមុខយោយោខ្ញុំតែងនឹកដល់បុរសម្នាក់នោះពេលនឹកដល់អាពាហ៍ពិពាហ៍ដ៏ខ្លីប៉ុន្តែមិនអាចបំភ្លេចបាន
ខ្ញុំជាក្មេងកំព្រាកាលអាយុ18ឆ្នាំខ្ញុំបានជួយលោកយាយហ៊ីវពេលកំពុងធ្វើការស្ម័គ្រចិត្តបន្ទាប់មកខ្ញុំត្រូវបាននាំចូលទៅក្នុងគ្រួសារហ៊ីវធេងហែននេះគឺយោលោកយាយជ្រើសរើសនាងធ្វើជាប្រពន្ធរបស់ចៅពេញចិត្តឬអត់លោកយាយជាអ្នកសម្រេចពេលនោះខ្ញុំគិតដោយស្មោះថានេះគឺជាការចាប់ផ្ដើមនៃស្នេហាដ៏ស្រស់ស្អាតប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ខុសពីអ្វីដែលខ្ញុំបានស្រមៃទាំងស្រុងគាត់នៅក្រៅផ្ទះស្ទើរតែពេញមួយឆ្នាំពួកយើងជួបគ្នាតែប៉ុន្មានដងក្នុងមួយឆ្នាំប៉ុណ្ណោះខ្ញុំបានព្យាយាមហើយតាំងពីក្មេងខ្ញុំត្រូវបានបញ្ជូនទៅរស់នៅក្នុងជួរកងទ័ពខ្ញុំធ្លាប់រស់នៅម្នាក់ឯងរហូតមិនសូវចេះបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកដទៃទេសូមយកខ្ញុំផងខ្ញុំនឹងសងអ្នកវិញជាមិនខាននៅថ្ងៃក្រោយប៉ុន្តែខ្ញុំមិននឹកស្មានថានោះជាគ្រាដ៏កក់ក្ដៅមួយក្នុងចំណោមគ្រាតិចតួចបំផុតនៃជីវិតអាពាហ៍ពិពាហ៍របស់យើងបន្ទាប់ពីលោកយាយបានទទួលមរណភាពក្មេងស្រីកំព្រាម្នាក់នៅតែរស់នៅក្នុងគ្រួសារហ៊ីវទៀតដូចជាកង្កែបចង់ស៊ីសាច់ហុងអីចឹងខិនហែនត្រឡប់មកផ្ទះតែប៉ុន្មានដងក្នុងមួយឆ្នាំប៉ុណ្ណោះច្បាស់ណាស់ថាគាត់មិនស្រឡាញ់នាងទេរៀបការយូរហើយក៏នៅតែគ្មានកូនទៀតខ្ញុំហត់ហើយតោះលែងលះគ្នាទៅបានខ្ញុំទើបដឹងថាខ្ញុំមានផ្ទៃពោះបន្ទាប់ពីលែងលះរួចប៉ុន្តែរាល់ពេលនឹកឃើញទឹកមុខស្ងប់ស្ងាត់របស់គាត់ពេលចុះហត្ថលេខាលើលិខិតលែងលះបើគាត់អាចបោះបង់អាពាហ៍ពិពាហ៍នេះបានយ៉ាងងាយបែបនោះតើគាត់នឹងខ្វល់អ្វីទៀតកូននេះខ្ញុំនឹងចិញ្ចឹមដោយខ្លួនឯងឥឡូវនេះ2ឆ្នាំបានកន្លងផុតទៅហើយខ្ញុំចិញ្ចឹមកូនប្រុសដោយសរសេរប្រឡំលោកនិងលក់ដូរតាមចិញ្ចើមផ្លូវលុយ1 លាននោះខ្ញុំមិនបានប៉ះសំបីតែ1សេនទោះជាជីវភាពមិនសូវធូរធារក៏ដោយឥឡូវនេះខ្ញុំមានទាំងលុយនិងកូនខ្ញុំរស់នៅយ៉ាងសប្បាយចិត្តខ្ញុំមិនដែលស្ដាយក្រោយទេអ្វីដែលខ្ញុំមិនអាចបំភ្លេចបានមានតែវ៉ែនហោះប៉ុណ្ណោះក្មេងនោះថ្ងៃនេះធំឡើងខ្ពស់ណាស់គ្រូសាហ៊ីវដ៏ត្រជាក់ចិត្តតើមានអ្នកមើលថែគាត់បានល្អទេអ្នកកំពុងរកអ្វីអត់ទេខ្ញុំមិនបានរកអ្វីទាំងអស់អក្សរនេះអ្នកទិញមកពីណាខ្ញុំទិញពីតូបលក់នៅក្បែរមុខសាលារៀនសំណាងហើយខ្ញុំស្ទើរតែនិយាយការពិតចេញមកអស់ហើយខ្ញុំមិនអាចប្រាប់បានទេកាលអ៊ំស្រីខ្ញុំនៅរស់អ៊ំប្រុសមិនសូវត្រឡប់មកផ្ទះទេមានតែខ្ញុំទេដែលមើលរឿងគំនូរជីវចរជាមួយគាត់ពេលលេងភ្លុកឬដេញចាប់មេអំបៅទើបគាត់ញឹមដូចព្រះច័ន្ទរៀងអតិច័ន្ទដ៏ស្រស់ស្អាតបន្ទាប់ពីអ៊ំស្រីចាក់ចេញទៅអ៊ំប្រុសកាន់តែត្រជាក់ចិត្តជាងមុនអារម្មណ៍របស់គាត់ក៏កាន់តែឆាប់ខឹងខ្ញុំដាច់ខាតមិនអនុញ្ញាតឲ្យគាត់ធ្វើបាបអ៊ំស្រីម្ដងទៀតទេក្មេងប្រុសតូចនោះគឺជាកូនរបស់អ៊ំស្រីមែនអស្ចារ្យណាស់ខ្ញុំក៏ចង់មានប្អូនប្រុសតូចម្នាក់ដែរគឺយកអ្នកលាក់ខ្លួននៃណាយូថេងហ្គានខ្ញុំហត់ហើយខ្ញុំមិនចង់បន្តបែបនេះទៀតទេសំឡេងរបស់គីយ៉ូស្ងប់ស្ងាត់ណាស់ភាពស្ងប់ស្ងាត់នោះបានធ្វើឲ្យខ្ញុំភ័យស្លន់ស្លោខ្ញុំគិតថាគ្រាន់តែផ្ដល់ជីវភាពល្អបំផុតឲ្យនាងគឺគ្រប់គ្រាន់ហើយខ្ញុំគិតថាការចុះហត្ថលេខាលើលិខិតលែងលះមានន័យថាខ្ញុំអាចបោះបង់អ្វីបានវាគឺជាវិធីល្អបំផុតដើម្បីបំពេញបំណងរបស់នាងប៉ុន្តែខ្ញុំភ្លេចថាអ្វីដែលនាងចង់បានបំផុតគឺគ្រាន់តែមានមនុស្សនៅក្បែរនាងប៉ុណ្ណោះតែខ្ញុំមិនអាចផ្ដល់វាឲ្យនាងបានបងទី2នៅសល់តែបងម្នាក់ទេបងធំមានប្រពន្ធហើយចំណែកបងដែលនៅលីវដ៏ល្អឥតខ្ចោះម្នាក់ឯងនៅផ្ទះមិនឯកាយចេញទៅដើរលេងខ្លះទៅដេញលូស៊ីខៀនចេញទៅបងទី2ខ្ញុំធ្វើអ្វីខុសសមនឹងហើយហាហាហាហេតុអ្វីបងលែងលះជាមួយអ៊ំស្រីតាំងពីដំបូងហៅមិនដែលសួរសំណួរបែបនេះដោយគ្មានមូលហេតុទេគេច្បាស់ជាបានជួបនាងនៅកន្លែងណាមួយហើយទ
ទោះមានការជិះចាប់ក៏ដោយតើអ្នកណានឹងនៅជាមួយអ្នករហូតដល់ធំក្នុងពិភពលោកដ៏ច្របូកច្របល់នេះយើងកាន់ដៃគ្នាដើរទៅមុខជាមួយគ្នាម៉ាក់កូនជ្រូកខ្ជិលភ្ញាក់ហើយឃ្លានទេឃ្លានខ្ញុំចង់ញ៉ាំសាច់មិនថាអតីតកាលឈឺចាប់ប៉ុណ្ណាក៏ដោយយ៉ាងហោចណាស់ពេលនេះខ្ញុំមានអ្វីដែលខ្ញុំចង់ការពារវាគ្រប់គ្រាន់សម្រាប់ខ្ញុំហើយអូអ៊ំស្រីមកហើយថ្ងៃនេះផ្លែស្ប៊ឺរីស្រស់ណាស់អ៊ំនឹងបញ្ចុះតម្លៃឲ្យអរគុណអ៊ំម៉ាក់ឆ្នាំនេះចាំទិញលើកក្រោយបានទេរងចាំម៉ាក់រកលុយបានច្រើនជាងនេះសិនម៉ាក់ប្រកាសជីទិញរបស់ល្អជាងនេះឲ្យកូនហៅភ្ញាក់ហើយអ៊ំប្រុសនៅណាខ្ញុំមិនដឹងទេអ្នកនាងលើនឹងលោកបានទៅក្រុមហ៊ុនតាំងពីព្រឹកដើម្បីដោះស្រាយការងារបន្ទាន់អូអីចឹងទេហៅថ្ងៃស្អែកជាពិធីខួបកំណើតរបស់អ៊ំស្រីអ្នកត្រូវតែមកណាអ៊ំបានរៀបចំម្ហូបឆ្ងាញ់ជាច្រើនទុកឲ្យអ្នកហើយមានប្រដាប់ក្មេងលេងនាំចូលទៀតខ្ញុំមានការងារត្រូវធ្វើចុងសប្តាហ៍នេះតើមានរឿងអ្វីសំខាន់ជាងនេះទៀតធ្វើកិច្ចការផ្ទះមែនទេគាត់សើចខ្លាំងណាស់រហូតស្ទើរតែដួលនាងមិនស្មើសំបីតែសក់មួយសរសៃរបស់អ៊ំស្រីខ្ញុំផងមានតែស្នាមញញឹមរបស់អ៊ំស្រីប៉ុណ្ណោះដែលស្រស់ស្អាតដូចព្រះច័ន្ទអត្ថច័ន្ទទេថ្ងៃនេះជាថ្ងៃសៅរ៍ខ្ញុំនឹងទៅរកអ៊ំស្រីខ្ញុំក៏ចង់ជួបប្អូនប្រុសតូចដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំដែរមានតែ87យន់3ម៉ឺនប៉ុណ្ណោះមិនគ្រប់សម្រាប់ទិញកាដូឲ្យប្អូនប្រុសទេអ៊ំប្រុសខ្ញុំចង់ទិញប្រដាប់ក្មេងលេងថ្មីមួយប្រដាប់ក្មេងលេងអ្វី Model Transformers ថ្មីបំផុតដរាបណាអ៊ំប្រុសមិនទាន់រៀបការជាមួយស្រីដែលញឹមខ្លាំងៗនោះគីយ៉ូនឹងនៅតែជាអ៊ំស្រីរបស់ខ្ញុំជារៀងរហូតខ្ញុំចង់យកប្រដាប់ក្មេងលេងដែលខ្ញុំស្រឡាញ់បំផុតទៅជូនប្អូនប្រុសទៅទិញខ្លួនឯងទៅនេះ500យន់អរគុណអ៊ំប្រុសថ្ងៃនេះក្មេងនេះរំភើបខុសធម្មតាមែនពេលក្មេងនេះជ្រួញចិញ្ចើមពេលកំពុងគិតវាពិតជាស្រដៀងនឹងបុរសគ្មានចិត្តម្នាក់នោះយូថេងហ្គានដូចគ្នាបេះបិទកុំប្រញាប់ម្នាក់ម្ដងទាំងអស់គ្នាត្រូវស្ដាប់បង្គាប់ណាចាំម៉ាក់ផុតរវល់មួយរយៈនេះសិនម៉ាក់នឹងលេងជាមួយកូនហៅតើកូនចូលចិត្តទេហៅនេះជាអំណោយដែលបងប្រុសជូនកូនយោតើត្រូវនិយាយអ្វីទៅកាន់បងប្រុសអរគុណបងប្រុសលាបងប្រុសទៅអរគុណប្អូនប្រុសតូចអ៊ំខ្ញុំអាចលេងជាមួយប្អូនប្រុសមួយសន្ទុះបានទេបានសិអីចឹងជួយអ៊ំមើលថែប្អូនប្រុសផងបានទេអ៊ំនឹងលួចរបស់ឲ្យអស់សិនហៅមកទីនេះអ៊ំក៏លក់អស់ហើយឬអស់ហើយអរគុណហៅដែលជួយអ៊ំរវល់មើលថែប្អូនប្រុសពេញមួយថ្ងៃនេះជារង្វាន់ពិសេសសម្រាប់កូន Tiramisu ជាតិស្ប៊ឺរីអរគុណអ៊ំកាហៅកូនអាចសន្យារឿងមួយជាមួយអ៊ំបានទេកុំប្រាប់អ៊ំប្រុសថាខ្ញុំនៅទីនេះ
កូនអាចមកលេងបានគ្រប់ពេលតែសូមកុំប្រាប់អ្នកណាផ្សេងទៀតយល់ទេខ្ញុំមកលាក់ខ្លួននៅតំបន់នេះគឺដើម្បីកាត់ផ្តាច់ទំនាក់ទំនងជាមួយគ្រួសារហ៊ីវទាំងស្រុងខ្ញុំមិនអាចមានទំនាក់ទំនងអ្វីជាមួយបរិសនោះទៀតទេបានខ្ញុំស្បត់ថាមិនប្រាប់អ្នកណាទេមានអ្វីទៀតទេហៅអ៊ំកាអ៊ំនៅម្នាក់ឯងមែនទេបរិសនោះនៅណាហេតុអ្វីគាត់មិនមកជួយអ៊ំគាត់ជាឪពុករបស់ប្អូនប្រុសខ្ញុំតើគាត់អាចទ្រាំចិត្តឲ្យអ៊ំឈរលក់ក្រោមថ្ងៃក្តៅតែម្នាក់ឯងបានយ៉ាងម៉េចគ្មានទេមិនអាចគ្មានឪពុកបានអីចឹងតើអ្នកណាមើលថែអ៊ំអាចមើលថែខ្លួនឯងនិងកូនបានហើយឈប់បារម្ភពីរឿងមនុស្សធំទៀតទៅឆាប់ត្រឡប់ទៅផ្ទះវិញកុំឲ្យគ្រួសារកូនបារម្ភពួកគេមិនបារម្ភពីខ្ញុំទេប៉ានិងម៉ាក់មិននៅផ្ទះទេអ៊ំប្រុសរវល់ការងារជានិច្ចនៅក្នុងផ្ទះទំនោះមានតែខ្ញុំនិងអ្នកមើលថែប៉ុណ្ណោះយ៉ាងណាក៏ដោយគ្មានអ្នកណាខ្វល់ពីខ្ញុំទេការលោកយាយហ៊ីវនៅរស់ហៅជាចៅប្រុសដែលគ្រប់គ្នាស្រឡាញ់ឥឡូវលោកយាយបានទទួលមរណភាពហើយគេរស់នៅតែម្នាក់ឯងក្នុងវីឡាដ៏ធំនិងត្រជាក់នោះគិតទៅគេច្បាស់ជាឯកាណាស់កូនចង់ទៅផ្ទះអ៊ំទេយប់នេះយើងញ៉ាំហតផកមែនទេខ្ញុំចង់ទៅអីចឹងប្រើនាឡិកាឆ្លាតវៃប្រាប់គ្រួសារកូនផងកុំឲ្យអ៊ំប្រុសដើររកកូនពេញទីក្រុងគ្រាន់តែប្រាប់ថាទៅលេងផ្ទះមិត្តរួមថ្នាក់បានអ៊ំយ៉ែងខ្ញុំទៅញ៉ាំហតផកនៅផ្ទះមិត្តរួមថ្នាក់បើយប់នេះខ្ញុំត្រឡប់យឺតមិនបាច់ទៅរកខ្ញុំទេអ៊ំកាអ៊ំនៅទីនេះមែនទេបាទមានអីទីនេះមិនធំស្មើបន្ទប់សម្លៀកបំពាក់ក្នុងផ្ទះគ្រួសារហ៊ីវផងអត់មានអីទេខ្ញុំគិតថាទីនេះល្អជាងផ្ទះនោះទៅទៀតប្អូនប្រុសលេងជាមួយបងណាហេបាយរួចហើយញ៉ាំស៊ុបសិនប្រយ័ត្នក្តៅវ៉ាឆ្ងាញ់ណាស់ឆ្ងាញ់ជាងម្ហូបដែលមេចុងភៅ Michelin នៅផ្ទះធ្វើ100ដងទៀតអ៊ំម្ហូបសាច់នេះទន់ណាស់ហើយឥឡូវកូនរស់នៅជាមួយអ៊ំប្រុសមែនទេបាទប៉ានិងម៉ាក់ភាគច្រើនរស់នៅក្រៅប្រទេសនៅផ្ទះមានតែខ្ញុំនិងអ៊ំប្រុសអីចឹងហើយអ៊ំកាអ៊ំនឹកអ៊ំប្រុសតូចទេហេតុអ្វីសួរបែបនេះព្រោះខ្ញុំមានអារម្មណ៍ថាអ៊ំប្រុសតូចនឹកអ៊ំណាស់តាំងពីអ៊ំចាក់ចេញទៅគាត់តែងតែមុខតឹងមិនដែលញឹមទេអារម្មណ៍របស់គាត់ក៏កាន់តែអាក្រក់មានយប់មួយខ្ញុំភ្ញាក់ឡើងទៅបន្ទប់ទឹកខ្ញុំឃើញគាត់អង្គុយម្នាក់ឯងទាំងមិនបើកភ្លើងគាត់អង្គុយផឹកស្រាជាច្រើនក្នុងបន្ទប់ទទួលភ្ញៀវខ្ញុំគិតថាគាត់នឹកអ៊ំណាស់តែគាត់មិនព្រមទទួលស្គាល់ប៉ុណ្ណោះប្រហែលជាអីចឹងមែនតែវាមានន័យអ្វីរវាងខ្ញុំនិងគាត់មានរបាំងដែលមិនអាចឆ្លងកាត់បានមិនមែនគ្រាន់តែនិយាយថាដនឹកហើយអាចត្រឡប់ដូចដើមបានទេរឿងរបស់មនុស្សធំស្មុគស្មាញណាស់កូននៅតូចពេកមិនទាន់យល់ទេមកញ៉ាំបង្គាវិញខ្ញុំត្រូវរកវិធីមួយឲ្យអ៊ំប្រុសនិងអ៊ំស្រីត្រូវគ្នាវិញហើយអ្វីផ្កានោះមុខត្រជាក់ម្លេះថ្ងៃនេះខ្ញុំមិនចាំបាច់ត្រឡប់ទៅផ្ទះមើលក្មេងទេប៉ុន្តែខ្ញុំបែរជាមិនសប្បាយចិត្តដើមឡើយខ្ញុំចង់ត្រឡប់ទៅញ៉ាំបាយជាមួយក្មេងនោះអ្នកណាទៅដឹងថាគេរត់ទៅលេងផ្ទះមិត្តរួមថ្នាក់បងទី2និយាយត្រូវថ្ងៃស្អែកជាពិធីខួបកំណើតរបស់ Lou Villain តារាសម្ដែងស្រីដ៏ល្បីបងនឹងទៅឬអត់ថ្មីនេះមានពាក្យចាមអារាមអំពីអ្នកទាំងពីរច្រើនណាស់ទៅណាហ៊ីវទី2មិនបាននៅជាមួយនាងទេខ្ញុំមិនចង់ចូលទៅពាក់ព័ន្ធនឹងរឿងរញ៉េញ៉ៃនេះដាច់ខាតស្រីម្នាក់នោះចេះប្រើល្បិចណាស់រាល់ថ្ងៃនាងចំណាយលុយទិញព័ត៌មានផ្សព្វផ្សាយដើម្បីបង្កើតកេរ្តិ៍ឈ្មោះឲ្យខ្លួនឯងតែម្ខាងបងទី2សូមកុំចាញ់បោកនាងអីអាចទៅរួចយ៉ាងម៉េចក្នុងជីវិតនេះខ្ញុំហ៊ីវថេងហ៊ែនរៀបការតែម្ដងគត់មនុស្សនោះគឺជាមនុស្សតែម្នាក់គត់និងមិនមានអ្នកណាអាចជំនួសនាងបានទៀតឡើយហេមើលអ្នកណាមកតារាឆ្នាំរបស់យើងមកដល់ហើយហេតុអ្វីស្លៀកពាក់លុយម្លេះអញមិនដឹងទេខាងក្រៅមានស្រីស្អាតជាច្រើនកំពុងរងចាំមើលគាត់ហេហេតុអ្វីបងទី2មិននាំហៅមកផងខ្ញុំមិនបានជួបក្មួយប្រុសរបស់ខ្ញុំជិត1ខែហើយគេទៅលេងផ្ទះមិត្តរួមថ្នាក់ហើយហេតុអ្វីទៅសូម្បីតែក្មេងអាយុ5ឆ្នាំក៏មានមិត្តភក្តិញ៉ាំលេងជាមួយដែរចំណែកពួកយើងអ្នកនៅលីវបានតែអង្គុយផឹកស្រាត្រជាក់ពិតមកទៅខ្ញុំលំបាកជាងឯងទៀតម៉ាក់ខ្ញុំបង្ខំឲ្យទៅណាត់ជួបរៀងរាល់ថ្ងៃ
ស្រីដែលណាត់ជួបលើកមុនអូខ្ញុំមិនចង់រស់ទៀតទេហាហានៅតែបងទី2ល្អជាងគេគាត់រៀបការរួចហើយគ្រូសាគាត់មិនបង្ខំរឿងរៀបការទៀតទេបិទមាត់ទៅបងទី2បងទៅណាមើលសិនឯងនិយាយអញ្ចឹងធ្វើអីខ្ញុំពិតជាមិនមានចិត្តណាទេអ្នកណាទៅដឹងថាគាត់នៅតែមិនអាចបំភ្លេចនាងបានមិនចម្លែកទេដែលគាត់មិនអាចដកចិត្តបានតែហេតុអ្វីបងទី2និងបងថ្លៃលែងលះគ្នាខ្ញុំចាំបានថាពួកគេស្រឡាញ់គ្នាណាស់មិនមែនទេអ្នកណាដឹងទៅបងទី2ជាមនុស្សនិយាយតិចគាត់មិនដែលបង្ហាញអារម្មណ៍ឡើយប៉ុន្តែបន្ទាប់ពីបងថ្លៃចាក់ចេញទៅគាត់បានផ្លាស់ប្ដូរខ្លាំងណាស់បើតាមខ្ញុំបងទី2គ្រាន់តែមិនចេះបង្ហាញអារម្មណ៍ប៉ុណ្ណោះមិនចេះនិយាយពីអ្វីដែលនៅក្នុងចិត្តសំហើយឥឡូវបាត់បង់នាងហើយទើបចង់យកមកវិញឯងនិយាយច្រើនពេកហើយថ្ងៃដែលខ្ញុំរៀបការជាមួយគេយ៉ោនាងស្លៀករ៉ូបអាពីពីពីពណ៌ញឹមយ៉ាងស្រស់ស្អាតរហូតភ្នែកកង់ជ្រះពេលយើងបដូរចិញ្ចៀនម្រាមដៃរបស់នាងស្ដាងទន់ភ្លន់ហើយញ័របន្តិចខ្ញុំចង់និយាយអ្វីមួយតែមិនដឹងត្រូវនិយាយអ្វីបន្ទាប់ពីរៀបការហើយពួកយើងស្ទើរតែមិនបានជួបគ្នាខ្ញុំគិតថានាងយល់ពីខ្ញុំប៉ុន្តែខ្ញុំភ្លេចថានាងក៏ត្រូវការមនុស្សនៅក្បែរដែររហូតដល់ថ្ងៃលែងលះទើបខ្ញុំដឹងខ្លួននាងហត់ហើយនាងនិយាយថាចង់លែងលះខួរក្បាលខ្ញុំស្ទើរតែទេខ្ញុំចង់ខាត់នាងទុកខ្ញុំបើកមាត់តែគ្មានពាក្យអ្វីចេញមកខ្ញុំមិនដឹងថាត្រូវខាត់នាងដោយរបៀបណាទេទីបំផុតខ្ញុំនិយាយបានតែមួយម៉ាត់គត់បាននោះគឺជាការសម្រេចចិត្តដែលខ្ញុំសោកស្ដាយបំផុតក្នុងជីវិតទៅយកហៅមកវិញបាទលោកម្ចាស់នេះគឺជាផ្ទះមិត្តរួមថ្នាក់ដែលហៅបាននិយាយអូអត់ហើយអ៊ំប្រុសមកទទួលខ្ញុំហើយគាត់កំពុងនៅមុខទ្វារអ៊ំគេសុំកុំចេញមកអីខ្ញុំចុះទៅដោយខ្លួនឯងបានធ្វើដំណើរប្រុងប្រយ័ត្នណាថ្ងៃស្អែកបងនិងប្អូននឹងមកលេងម្ដងទៀតលាបងប្រុសនៅក្រោមភ្លើងបំភ្លឺតាមដងផ្លូវមានរថយន្ត Rolls-Royce ពណ៌ខ្មៅមួយចតស្ងៀមមិនអាចមើលឃើញមនុស្សដែលអង្គុយនៅខាងក្នុងរថយន្តនោះឡើយប៉ុន្តែបេះដូងរបស់ខ្ញុំលោតញាប់ដោយមិនអាចគ្រប់គ្រងបានគាត់នៅខាងក្រោមនេះចិត្តខ្លាំងណាស់ប៉ុន្តែរវាងពួកយើងមានរបាំងដែលមិនអាចឆ្លងកាត់បានតាំងពីយូរមកហើយលេងសប្បាយទេបាទសប្បាយណាស់ហេតុអ្វីខ្លួនមានក្លិនបែបនេះក្លិនអីយប់នេះញ៉ាំអីមកយើងញ៉ាំហតផុតមាន់ទឹកដូងដែលម៉ាក់របស់មិត្តរួមថ្នាក់ធ្វើឆ្ងាញ់ណាស់មិត្តរួមថ្នាក់ណាវ៉ងឆៃអាមិញខ្ញុំមិនចាំថ្នាក់របស់ឯងមានក្មេងឈ្មោះនេះទេគេជាសិស្សផ្ទេរចូលថ្មីមែនទេហេតុអ្វីក្លិននេះធ្វើឲ្យខ្ញុំនឹកដល់មនុស្សម្នាក់នោះរសជាតិមិនអាក្រក់ទេគ្រាន់តែផ្អែមបន្តិចគីយ៉ោចូលចិត្តធ្វើបង្អែមបំផុតថៃរ៉ាមេស៊ីដែលនាងធ្វើគឺឆ្ងាញ់ជាងគេដែលខ្ញុំធ្លាប់ញ៉ាំតែខ្ញុំមិនដែលប្រាប់នាងទេឥឡូវនេះទោះចង់និយាយក៏គ្មានអ្នកណាស្ដាប់ទៀតដែរអ៊ំប្រុសយប់នេះខ្ញុំចង់គេងជាមួយអ៊ំខ្ញុំមិនអាចនិយាយការពិតបានទេបើអ៊ំប្រុសដឹងហើយខឹងតើធ្វើម៉េចបើថ្ងៃក្រោយគាត់មិនឲ្យខ្ញុំទៅជួបអ៊ំហ្គានិងប្អូនប្រុសទៀតវិញអ៊ំប្រុសថ្ងៃក្រោយអ៊ំនឹងរៀបការជាមួយអ្នកនាងលូវីលនមែនទេមិនរៀបការទេចុះបើអ៊ំហ្គាត្រឡប់មកវិញអ៊ំនឹងរៀបការជាមួយនាងម្ដងទៀតទេនាងមិនត្រឡប់មកវិញទេគេងទៅពិភពលោករបស់មនុស្សធំពិតជាចម្លែកមែនច្បាស់ជានៅតែស្រឡាញ់គ្នាហេតុអ្វីត្រូវបែកគ្នាផងខ្ញុំត្រូវរកវិធីឲ្យអ៊ំប្រុសនិងអ៊ំហ្គាបានជួបគ្នាវិញនាងនឹងមិនត្រឡប់មកវិញទេតែហេតុអ្វីបេះដូងខ្ញុំនៅតែឈឺចាប់ដូចជាត្រូវហែកជាពីរបែបនេះ
អ៊ំប្រុសខ្ញុំចង់ទិញទូរស័ព្ទសម្រាប់ក្មេងប្រភេទដែលអាចប្រើ WeChat បានមិត្តរួមថ្នាក់ខ្ញុំសុទ្ធតែមានខ្ញុំក៏ចង់បានដែរនាឡិកាឆ្លាតវៃមិនគ្រប់ទេមិនគ្រប់ទេ WeChat អាចផ្ញើសារជាសំឡេងផ្ញើវីដេអូហើយអាចបន្ថែមមិត្តភ័ក្តិបានទៀតខ្ញុំមានអារម្មណ៍ថាក្មេងនេះប៉ុន្មានថ្ងៃនេះចម្លែកខ្លាំងណាស់បានចាំអ៊ំនាំអញទៅទិញប៉ុន្តែអាចប្រើបានតែ1ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះពេលវេលាផ្សេងអ៊ំនឹងដកទុកយេអរគុណអ៊ំប្រុសមើលទូរស័ព្ទពណ៌ផ្កាឈូកនេះស្អាតណាស់ហេតុអ្វីជ្រើសពណ៌ផ្កាឈូកព្រោះស្រីនៅក្នុងថ្នាក់ខ្ញុំសុទ្ធតែប្រើពណ៌នេះអញ្ចឹងខ្ញុំងាយស្រួលរាប់អានមិត្តភក្តិយប់នេះអ្នកនឹងទៅពិធីខួបកំណើតរបស់លោកវាលទេបើមិនទៅខ្ញុំត្រូវនៅធ្វើកិច្ចការផ្ទះសប្តាហ៍មុនកូនក៏ប្រើលេងនេះដើម្បីមិនទៅរៀនព្យាណូដែរការប្រឡងចុងឈ្មោះរបស់សាលាក៏ចប់អស់ហើយអ៊ំប្រុសខ្ញុំគ្រាន់តែមិនចង់ទៅប៉ុណ្ណោះខ្ញុំមិនចូលចិត្តអ្នកនាងលន់នោះទេរាល់ពេលនាងមើលខ្ញុំដូចជាចង់លេបខ្ញុំទាំងរួចអីចឹងស្នាមញញឹមរបស់នាងคล้ายជាងការយំទៅទៀតបានហើយបើមិនចង់ទៅកុំទៅយប់នេះឲ្យអ្នកមើលថែផ្ទះនៅជាមួយកូនត្រូវមើលថែខ្លួនឯងឲ្យល្អណាស់អូព្រះអើយអ៊ំកាហៅហេតុអ្វីកូនមកទៀតហើយអ៊ំប្រុសមិនខ្វល់ពីកូនទេគាត់ទៅក្រុមហ៊ុនហើយអ៊ំកាឥឡូវខ្ញុំមាន WeChat ហើយបន្ថែមខ្ញុំជាមិត្តផងពេលខ្ញុំនឹកអ៊ំនិងប្អូនប្រុសខ្ញុំអាចវីដេអូខលជាមួយអ្នកទាំងពីរដោយសម្ងាត់បានក្មេងនេះចង់តាក់ទងខ្ញុំទើបខំទៅទិញទូរស័ព្ទមែនទេបន្ថែមមិត្តបានតែដាច់ខាតកុំឲ្យអ៊ំប្រុសដឹងយកទេបានខ្ញុំនឹងបដូរឈ្មោះទំនាក់ទំនងរបស់អ៊ំទៅជាវងឆេមិញឥឡូវនេះក្មេងនេះឆ្លាតមែនហាហាប្អូនប្រុសនឹកបងប្រុសទេហាតោះយើងទៅផ្ទះវិញសួស្ដីអ្នកគឺហ្គីយ៉ូមែនទេខ្ញុំជានិពន្ធនាយកជំនួយរបស់អ្នកបងស្រីលេនខ្ញុំបានអានស្នាដៃថ្មីរបស់អ្នកហើយសរសេរបានល្អណាស់វាពិតជាមានសក្តានុពលខ្លាយជារឿងល្បីគ្រាន់តែចំណុចខ្លះត្រូវកែសម្រួលចង្វាក់បន្តិចប៉ុណ្ណោះឥឡូវអ្នកទំនេរទេដើម្បីភាពងាយស្រួលអ៊ំជាអ្នកនិពន្ធមែនទេអាចនិយាយអញ្ចឹងក៏បានអ៊ំសរសេរប្រឡំលោកលើអ៊ីនធឺណិតវ៉ាពិតជាអស្ចារ្យណាស់អ៊ំសរសេររឿងអីខ្ញុំអាចអានបានទេកូននៅតូចពេកចាំធំជាងនេះសិនចាំអានកូនសម្លាញ់យប់នេះអ៊ំនឹងធ្វើមីសាច់គោជាមួយប៉េងប៉ោះឲ្យញ៉ាំម្ហូបរបស់អ៊ំក៏ឆ្ងាញ់ណាស់ខ្ញុំអាចមកម្ដងទៀតថ្ងៃស្អែកទេបានតែត្រូវប្រយ័ត្នកុំឲ្យអ៊ំប្រុសដឹងកុំបារម្ភអ៊ំកាខ្ញុំសម្ដែងពូកែណាស់មិនដឹងអ្វីទាំងអស់ម៉ាក់ល្អឲ្យខ្ញុំជួយម៉ាក់ហេតុអ្វីហ៊ូធីងហែនមិនទាន់មកទៀតតើគាត់មិនឲ្យកិត្តិយសខ្ញុំសោះមែនទេចេញហែនទីបំផុតអ្នកក៏មកដល់រីករាយថ្ងៃកំណើតមកខ្ញុំណែនាំមិត្តភក្តិខ្ញុំឲ្យអ្នកស្គាល់យូធីងហែនមិនយូរមិនឆាប់ខ្ញុំនឹងធ្វើឲ្យបរិះរឹងរូសម្នាក់នេះធ្លាក់ក្នុងដៃខ្ញុំជាមិនខានបងស្រីឡែនហាក់ដូចជាសង្កេតឃើញអ្វីមិនប្រក្រតីខ្ញុំទើបតែពីអ្នកបើកឡានរបស់គ្រួសារហ៊ីវថាហ៊ីវវិនហៅក្មេងរពីនោះប៉ុន្មានថ្ងៃនេះគេតែងតែទៅតំបន់ផ្ទះចាស់រាល់ថ្ងៃគេនិយាយថាទៅលេងផ្ទះមិត្តរួមថ្នាក់មើលទៅលោកហ៊ីវចាប់ផ្ដើមសង្ស័យហើយតំបន់ផ្ទះចាស់ខាងកើតទីក្រុងមែនទេឈ្មោះសហគមន៍ឈេងវិលមែនទេក្មេងហ៊ីវវិនហៅនោះសំបីតែខ្ញុំក៏គេមិនសូវអើពើផង
ហេតុអ្វីគេទៅកន្លែងចាស់ទ្រោមបែបនោះទៅសេពឲ្យខ្ញុំតើអ្នកណាកំពុងរស់នៅក្នុងសហគមន៍ Chengville លោកនឹងត្រឡប់ទៅផ្ទះមែនទេតំបន់នោះសូម្បីតែសាលារៀនល្អមួយក៏គ្មានផងតើមិត្តរួមថ្នាក់នោះមកពីណាបដូរផ្លូវទៅសហគមន៍ Chengville បាទហេតុអ្វីហៅមកកន្លែងបែបនេះតើគេមកជួបអ្នកណាថ្ងៃនេះមានភ្ញៀវច្រើននៅពិធីជប់លៀងរបស់បងទី2ខ្ញុំមិនមានឱកាសនិយាយទេខ្ញុំបានរកឃើញរឿងខ្លះវាតាក់ទងនឹងកាយ៉ោក្រោយលែងលះនាងមិនបានត្រឡប់ទៅស្រុកកំណើតទេនាងក៏មិនបានចេញទៅក្រៅប្រទេសដែររយៈពេល2ឆ្នាំមកនេះនាងរស់នៅក្នុងណានឈឹងជានិច្ចមានប្រាក់ចូលកាន់នៃបន្តិចម្ដងមើលទៅនាងកំពុងលក់ដូរតូចអាសយដ្ឋានពិតប្រាកដនៃណានៅកំពុងស៊ើបអង្កេតប៉ុន្តែបើមើលតាមប្រវត្តិការទិញទំនិញរបស់នាងភាគច្រើននាងកំពុងរស់នៅភាគខាងកើតទីក្រុងមិនចាំបាច់ស៊ើបអង្កេតទៀតទេខ្ញុំដឹងថានាងនៅឯណាហើយបងទី2បងនៅតែចង់រកនាងទៀតមែនទេពួកបងលែងលះគ្នាយូរហើយមិនមែនទេនាងជាប្រពន្ធរបស់ខ្ញុំលែងលះតែមិនមែនមានន័យថាចំណងរវាងពួកយើងត្រូវបានកាត់ផ្តាច់ទាំងស្រុងនោះទេនាងសុខចិត្តរស់នៅកន្លែងចាស់ទ្រុឌទ្រោមបែបនេះក៏មិនព្រមមករកខ្ញុំបើខ្ញុំឡើងទៅឥឡូវនាងប្រកាសជារត់គេចពីខ្ញុំគឺយោចាំមើលនាងអាចលាក់ខ្លួនពីខ្ញុំបានដល់ពេលណាអរុនសួស្ដីអ៊ំប្អូនប្រុសតូចភ្ញាក់ហើយឬនៅអរុនសួស្ដីហៅនៅតែគេងនៅឡើយហាហាហាកូនកំពុងធ្វើអ្វីហ្នឹងខ្ញុំអត់ធ្វើអ្វីទេគ្រាន់តែមើលម៉ោងប៉ុណ្ណោះយកទូរស័ព្ទមកឲ្យអ៊ំយើងបានព្រមព្រៀងគ្នាកាលពីម្សិលមិញហើយថាកូនអាចប្រើបានតែ1ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះហេតុអ្វីទើបយកមកឲ្យអ៊ំព្រឹកនេះកំពុងជែកជាមួយមិត្តរួមថ្នាក់តាំងពីព្រឹកមែនទេបាទថ្ងៃនេះពួកយើងណាត់គ្នាធ្វើកិច្ចការផ្ទះជាមួយគ្នាចាំញ៉ាំអាហារពេលព្រឹករួចសឹមនិយាយគ្នាបន្តចង់បានទូរស័ព្ទវិញមែនទេគិតឲ្យសិនប្រាប់អ៊ំមកប៉ុន្មានថ្ងៃនេះកូនតែងតែទៅតំបន់ផ្ទះចាស់នោះតើមានអ្នកណារស់នៅទីនោះជាមិត្តរួមថ្នាក់របស់ខ្ញុំមិត្តរួមថ្នាក់ណាឈ្មោះអ្វីវ៉ងឆៃអមិញហៅក្នុងថ្នាក់របស់កូនមានសិស្សតកូវ៉ង3នាក់តែគ្មានអ្នកណាឈ្មោះវ៉ងឆៃអមិញទេអ៊ំប្រុសសូមជប់សួរទៀតបានទេហៅកូនបានទៅជួបអ៊ំកាមែនទេអ៊ំប្រុសកុំបន្ទោសអ៊ំកាអីខ្ញុំលួចទៅជួបគាត់ដោយខ្លួនឯងគាត់មិនចង់ឲ្យអ៊ំដឹងទេតើនាងសុខសប្បាយទេនាងសុខសប្បាយណាស់ហើយនាងក៏មានកូនប្រុសតូចម្នាក់ដែរកូនប្រុសគឺកូនរបស់អ៊ំកាគាត់គួរឲ្យស្រឡាញ់ណាស់យោនាងមានកូនហើយអ៊ំប្រុសមានរឿងអីមុខអ៊ំមើលទៅគួរឲ្យខ្លាចណាស់កូននៅផ្ទះគឺយោចិត្តរបស់នាងពិតជាដាច់ខាតណាស់ទើបតែលែងលះបាន2ឆ្នាំនាងក៏មានកូនជាមួយបរិបផ្សេងហើយមិនត្រូវពេលវេលាទេលុះត្រាតែបើកឡានទៅសហគមន៍ Chengville ឥឡូវនេះភ្លាមម៉ាក់តោះទៅមន្ទីរពេទ្យពិនិត្យជំងឺយោកូនធំខ្ពស់ជាងមុនទៀតហើយយោឥឡូវជាក្មេងធំហើយគេជាកូនរបស់ខ្ញុំអាចកំបាំងដែលលះអស់រយៈពេល2ឆ្នាំទីបំផុតគាត់ក៏ដឹងម៉ាក់ពូនេះជាអ្នកណាហេតុអ្វីចូលរារង់ផ្លូវយើងគឺយោឆ្លើយខ្ញុំមក
តើគេជាកូនរបស់ខ្ញុំមែនទេបាទហេតុអ្វីមិនប្រាប់ខ្ញុំកូននេះគឺជាកូនរបស់អ្នក2ឆ្នាំមកនេះខ្ញុំទ្រាំរស់ម្នាក់ឯងហេតុអ្វីអ្នកមិនមករកខ្ញុំទៅរកអ្នកយូថេងហ្គានកាលនោះសំបីតែក្រឡេកមើលខ្ញុំអ្នកក៏មិនចង់មើលផងអ្នកចុះហត្ថលេខាលើលិខិតលែងលេះយ៉ាងងាយស្រួលមិនបាននិយាយសំបីតែមួយម៉ាត់ថាចង់ខាត់ខ្ញុំហេតុអ្វីខ្ញុំត្រូវត្រឡប់ទៅរកអ្នកខ្ញុំសូមនឹងទទួលលទ្ធផលនេះខ្ញុំសូមទោសយោយោវាជាកំហុសរបស់ខ្ញុំ2ឆ្នាំនេះអ្នកបានលំបាកហើយខ្ញុំមិនលំបាកទេខ្ញុំអាចចិញ្ចឹមកូនដោយខ្លួនឯងបានខ្ញុំដឹងថាអ្នកអាចធ្វើបានប៉ុន្តែខ្ញុំជាឪពុកបង្កើតរបស់កូនខ្ញុំមានទំនួលខុសត្រូវអ្នកមិនយល់ទេពួកយើងបានលែងលេះគ្នារួចហើយខ្ញុំពូ10ខែទើបសម្រាលគេខ្ញុំចិញ្ចឹមគេម្នាក់ឯងអស់2ឆ្នាំគាត់គ្មានទំនាក់ទំនងអ្វីជាមួយអ្នកទៀតទេ Hugh Tingham គឺយោអ្នកអាចស្អប់ខ្ញុំបានអ្នកអាចបន្ទោសខ្ញុំបានប៉ុន្តែអ្នកគ្មានសិទ្ធិដកហូតសិទ្ធិខ្ញុំក្នុងនាមជាឪពុកទេគេជាកូនបង្កើតរបស់ខ្ញុំទោះត្រូវស្លាប់ខ្ញុំក៏មិនលះបង់គេដែរ Hugh Tingham អ្នកឈួតហើយឬលែងដៃខ្ញុំមិនលែងទេស្ដាប់ខ្ញុំនិយាយសិនលែងម៉ាក់ខ្ញុំពូអាក្រក់អ្នកកំពុងធ្វើបាបម៉ាក់ខ្ញុំមិនចង់បានអ្នកទេកុំយំយោយោគាត់និយាយត្រូវទេពូមិនមែនជាមនុស្សអាក្រក់ទេពូមិនបានធ្វើបាបម៉ាក់ទេទៅឲ្យឆ្ងាយពីមនុស្សអាក្រក់យោយោកុំយំគាត់មិនមែនជាមនុស្សអាក្រក់ទេគាត់ជាឪពុករបស់កូនប៉ាប៉ាគឺជាឪពុករបស់កូនយោយោខ្ញុំជាប៉ារបស់កូនម៉ាក់គាត់ពិតជាប៉ារបស់ខ្ញុំមែនទេក្មេងផ្សេងសុទ្ធតែមានប៉ាយោយោក៏មានប៉ាដែរប៉ាពិតជាអស្ចារ្យណាស់សុំទោសប៉ាមកយឺតពេកហើយខ្ញុំរស់នៅម្នាក់ឯងទ្រាំនឹងការពុះទាំងអស់ម្នាក់ឯងក្អួតចង្អោររាល់ថ្ងៃសម្រាលកូនតែម្នាក់ឯងលើក្រែមន្ទីរពេទ្យដ៏ត្រជាក់ឈឺចាប់ស្ទើរស្លាប់យប់ជ្រៅក៏កាន់ថ្នាំបញ្ចុះកម្ដៅតែម្នាក់ឯងយំនៅបន្ទប់សង្គ្រោះបន្ទាន់ដោយគ្មានអ្នកណានៅក្បែរឥឡូវនេះអ្នកគ្រាន់តែនិយាយថាសុំទោសមួយម៉ាត់ប៉ុណ្ណោះសុំទោសដែលប៉ាមកយឺតអ្នកក៏បានឃើញកូនហើយពួកយើងគួរតែទៅបានហើយទៅមន្ទីរពេទ្យណាកូនត្រូវពិនិត្យសុខភាពខ្ញុំនឹងរ៉ាប់រងទាំងអស់មិនចាំបាច់ទេគឺយោតើអ្នកមានបំណងគេចពីខ្ញុំរហូតដល់ពេលណាខ្ញុំមិនបានគេចពីអ្នកទេពួកយើងបានបែកផ្លូវគ្នាយូរហើយមិនអីទេគេជាកូនបង្កើតរបស់ខ្ញុំហើយអ្នកជាម្ដាយបង្កើតរបស់គេតើពួកយើងអាចគ្មានទំនាក់ទំនងជាមួយគ្នាបានយ៉ាងម៉េចលោកហឺអ្នកជាមនុស្សរវល់ហើយប្រហែលជាភ្លេចងាយក្នុងកិច្ចព្រមព្រៀងលែងលះបានសរសេរច្បាស់ជាលីលាក់អក្សរហើយពេលនេះតាមផ្លូវច្បាប់ពួកយើងគឺជាមនុស្សចម្លែកនឹងគ្នាអីចឹងរៀបការម្ដងទៀតទៅថ្ងៃនេះខ្ញុំនឹងទៅការិយាល័យចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយអ្នកតើអ្នកនិយាយអីខ្ញុំនិយាយថារៀបការម្ដងទៀតគឺឃើញហេនតើអ្នកប្រកាសទេថាខ្លួនឯងមិនច្រឡំការរៀបការម្ដងទៀតគឺជារឿងរបស់មនុស្សពីរនាក់មិនមែនជារឿងដែលលោកប្រធានហ៊ូអាចបញ្ជាបានត្រឹមមួយម៉ាត់នោះទេកាលពីមុនអ្នកជាអ្នកបោះបង់ពួកយើងម្ដាយនិងកូនអីចឹងតើត្រូវធ្វើបែបណាទើបអ្នកព្រមទោះស្លាប់ខ្ញុំក៏មិនព្រមដែរព្រោះខ្ញុំមិនចង់រស់នៅក្នុងថ្ងៃងឹតនិងគ្មានសង្ឃឹមបែបនោះទៀតទេអ្នកដឹងទេកាលខ្ញុំរស់នៅក្នុងគ្រួសារហ៊ីវខ្ញុំរស់បែបណាអ្នកមិនសូវនៅផ្ទះពេញមួយឆ្នាំខ្ញុំដូចជាសត្វស្លាប់ក្នុងទ្រុងជាប់នៅក្នុងវិឡាត្រជាក់ស្ងាត់នោះត្រូវគេមើលងាយទាំងចំពោះមុខនិងពីក្រោយខ្នងគេថាខ្ញុំរៀបការលើឋានៈខ្លួនឯងគេថាខ្ញុំមិនសមនឹងអ្នក Hugh Tingham ខ្ញុំរងចាំអ្នកត្រឡប់មកផ្ទះម្ដងហើយម្ដងទៀតតែរាល់ពេលអ្នកត្រឡប់មកអ្នកតែងតែប្រញាប់ប្រញាល់សូម្បីតែអង្គុយញ៉ាំបាយជាមួយខ្ញុំមួយពេលក៏មិនដែលមានខ្ញុំមិនដឹងសូម្បីតែថាក្នុងចិត្តអ្នកមានខ្ញុំឬអត់ Hugh Tingham ខ្ញុំហត់ហើយខ្ញុំពិតជាហត់ណាស់វាជាកំហុសរបស់ខ្ញុំមិនចេះនិយាយមិនចេះបង្ហាញអារម្មណ៍ខ្ញុំគិតខុសថាការផ្ដល់ជីវភាពល្អឲ្យអ្នកគឺជាវិធីស្រឡាញ់អ្នកខ្ញុំគិតថាអ្នកដឹងថាខ្ញុំស្រឡាញ់អ្នកខ្ញុំក្រអឺតក្រទុំពេកយោរយៈពេល2ឆ្នាំនេះ
មិនមានមួយថ្ងៃណាដែលខ្ញុំភ្លេចអ្នកទេរៀងរាល់យប់ខ្ញុំតែងបើក WeChat របស់អ្នកអង្គុយមើលសារដែលអ្នកមិនដែលឆ្លើយសម្លឹងមើលវាដូចជាមនុស្សបាត់បង់ស្មារតីខ្ញុំចង់ទៅរកអ្នករាប់មិនអស់ដងតែខ្ញុំខ្លាចអ្នកស្អប់ខ្ញុំបង្ខំខ្លួនឯងឲ្យលែងដៃដើម្បីឲ្យអ្នកមានសេរីភាពប៉ុន្តែខ្ញុំធ្វើមិនបានខ្ញុំពិតជាមិនអាចរស់ដោយគ្មានអ្នកបានទេម៉ាក់កុំយំអីយោជាក្មេងល្អកុំយំប៉ាប៉ាមិនយំទេប៉ាសប្បាយចិត្តយោសូមផ្ដល់ឱកាសឲ្យប៉ាម្ដងបានទេបើឥឡូវនេះអ្នកមិនទាន់ចង់រៀបការម្ដងទៀតខ្ញុំនឹងមិនបង្ខំអ្នកទេតែយ៉ាងហោចណាស់សូមឲ្យខ្ញុំនៅមើលថែអ្នកនិងកូនអូហូឈុតស្នេហាដ៏រំជួលចិត្តអីបែបនេះខ្ញុំខកខានឈុតល្អអស់ហើយស្ទើរតែថើបគ្នាហើយពិតជាផ្អែមល្ហែមមែនអ្នកមកធ្វើអីខ្ញុំមកមើលតើអ្នកណារស់នៅកន្លែងកំសត់បែបនេះមិននឹកស្មានថាកូនប្រុសតូចរបស់គ្រួសារហ៊ីវមកទីនេះរាល់ថ្ងៃអូគឺអ្នកនេះឯងអ្នកស្រីហ៊ូអត់ទេគួរតែហៅថាអ្នកស្រីក៏វិញកូននេះមើលទៅដូចថេងហានខ្លាំងណាស់ពេលដឹងថាខ្លួនមានផ្ទៃពោះហេតុអ្វីមិនប្រាប់ថេងហានឬមួយកូននេះមិនមែនជាកូនរបស់ថេងហានលូវីលិនពិតមាត់ថេងហានខ្ញុំធ្វើដើម្បីអ្នកទេមើលសភាពនាងទៅលែងលះបានតែ2ឆ្នាំស្រាប់តែលេចកូនមកម្នាក់អ្នកណាដឹងថានាងមិនបានលួចមានកូនជាមួយបរិបផ្សេងតាំងពីមុនលែងលះថតមុខនាងថ្ងៃស្អែកបង្ហោះលើអ៊ីនធឺណិតឲ្យគ្រប់គ្នាមើលថាអតីតភរិយារបស់ប្រធានក្រុមហ៊ុនហ៊ូជាមនុស្សបែបណាចង់ស្លាប់មែនទេចេញទៅហ៊ូថេងហានអ្នកដើម្បីស្រីម្នាក់នេះហ៊ានធ្វើបែបនេះដាក់ខ្ញុំលូវីលិននេះជាការប្រមានចុងក្រោយគឺជាភរិយាស្របច្បាប់របស់ខ្ញុំហ៊ូថេងហានកូននេះគឺជាកូនបង្កើតរបស់ខ្ញុំបើអ្នកហ៊ានប៉ះពាល់ពួកគេទៀតសូម្បីតែមួយសរសៃសក់ខ្ញុំនឹងធ្វើឲ្យគ្រួសារលោកបាត់ពីណែនឆេងទាំងមូលហ៊ូថេងហានអ្នកឈួតហើយឬអ្នកហ៊ានបោះបង់ចំនួនជាមួយគ្រួសារលោកដើម្បីនាងចំនួនរវាងគ្រួសារយើងមានតម្លៃរាប់ពាន់លានអាជីវកម្មតូចតាចរបស់គ្រួសារលោកបើចង់ដកក៏ដកទៅតើអ្នកគិតថាគ្រួសារហ៊ីវត្រូវការលុយបន្តិចបន្តួចរបស់អ្នកឬហើយចាប់ពីថ្ងៃនេះទៅកុំមកបង្ហាញមុខនៅចំពោះមុខខ្ញុំដូចធ្លាប់ទៀតរវាងខ្ញុំនិងអ្នកមិនដែលមានអតីតកាលបច្ចុប្បន្នក៏គ្មានអនាគតកាន់តែគ្មានលទ្ធភាពគឺចាំមើលអ្នកគិតថាមានកូនហើយនឹងឈ្នះមែនទេមិនយូរទេហ៊ូថេងហាននឹងធន់អ្នកដែរក្នុងជីវិតខ្ញុំហ៊ូថេងហានរៀបការតែជាមួយស្រីម្នាក់គត់នាងឈ្មោះគេហើយក៏នឹងមានតែនាងម្នាក់ប៉ុណ្ណោះលូវីលិនបើអ្នកនៅតែតាមរំខានខ្ញុំទៀតខ្ញុំមិនខ្វល់ទេខ្ញុំនឹងបញ្ចេញអាចកំបាំងងឹតទាំងអស់ដែលអ្នកលាក់ថ្ងៃស្អែកព្រឹកវានឹងក្លាយជាព័ត៌មានក្តៅបំផុតលើអ៊ីនធឺណិតអ្នកនាងតោះចេញទៅឆាប់កុំប្រឆាំងលោកប្រធានហ៊ូទៀតអីកុំខ្លាចមានខ្ញុំនៅទីនេះពីថ្ងៃនេះទៅគ្មានអ្នកណាហ៊ានធ្វើបាបអ្នកនឹងកូនទៀតទេខ្ញុំមិនអនុញ្ញាតឲ្យរឿងបែបនេះកើតឡើងម្ដងទៀតឡើយប៉ាកំពុងសង្កត់ខ្ញុំហើយសុំទោសប៉ារំភើបពេកឈឺអត់ហាតោះ
ប៉ានាំទៅពេទ្យពិនិត្យសុខភាពតោះទៅប៉ាអាចខ្លាយជា Transformer បានទេមិនបានទេ Transformer ជាមនុស្សយន្តដែកតែប៉ាអាចទិញតុក្កតា Transformer កម្ពុជាងគេឲ្យកូន100ឈុតឲ្យពួកវាស្ដាប់កូនទាំងអស់ពិតមែនឬប៉ាមិនដែលកុហកទេបរិហត្តជាដូចអ្នកក៏ចេះទន់ភ្លន់ដែរហេតុអ្វីមិនឈប់ឡាននេះមិនមែនផ្លូវត្រឡប់ទៅ Chingville ទេអ្នកគិតថាខ្ញុំនឹងទុកឲ្យអ្នកបន្តរស់នៅទីនោះមែនឬកន្លែងចាស់ទ្រុឌទ្រោមបែបនោះសូម្បីតែសន្តិសុខក៏គ្មានបើមានរឿងអ្វីកើតឡើងវិញខ្ញុំចិញ្ចឹមកូនម្នាក់ឯងអស់2ឆ្នាំហើយវាក៏មិនអាក្រក់ដែរតែវាតូចពេកចាស់ពេកហើយមិនមានសុវត្ថិភាពត្រឡប់ទៅរស់នៅផ្ទះគ្រួសារហ៊ីវវិញទៅទីនោះជាផ្ទះរបស់អ្នកនឹងយោតែខ្ញុំមិនទាន់ព្រមរៀបការជាមួយអ្នកម្ដងទៀតទេអីចឹងសិននៅបែបនេះទៅរឿងរៀបការម្ដងទៀតយើងអាចធ្វើបន្តិចម្ដងខ្ញុំនឹងមិនបង្ខំអ្នកទេរងចាំដល់ថ្ងៃដែលអ្នកអាចអភ័យទោសឲ្យខ្ញុំទើបយើងទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ប៉ុន្តែអ្នកត្រូវអនុញ្ញាតឲ្យខ្ញុំមើលថែអ្នកនេះជាទំនួលខុសត្រូវរបស់ខ្ញុំក្នុងនាមជាឪពុកហើយក៏ជាទំនួលខុសត្រូវរបស់ខ្ញុំក្នុងនាមជាបុរសរបស់អ្នកដែរយេខ្ញុំនឹងទៅផ្ទះប៉ាមានតុក្កតាច្រើនទេកូនចង់បានអ្វីប៉ានឹងទិញឲ្យទាំងអស់ខ្ញុំចង់បានតុក្កតា Transformer បាន100ក៏ល្អ200ក៏ល្អបានហើយខ្ញុំនឹងនៅទីនេះសិនអរគុណយោកុំធ្វើដូចជាអ្នកឈ្នះពេកខ្ញុំអាចផ្លាស់ទីចេញពេលណាក៏បានមិនទេខ្ញុំនឹងមិនឲ្យអ្នកចាក់ចេញម្ដងទៀតទេប្អូនប្រុសតូចរបស់អ៊ំអស្ចារ្យណាស់ចុងក្រោយក៏ត្រឡប់មកវិញហើយអូអ្នកបានប្រាប់អ៊ំប្រុសហើយមែនទេសុំទោសអ៊ំប្រុសខ្ញុំសួរច្រើនពេកខ្ញុំមិនអាចលាក់បានទេក្មេងឆោតអរគុណណាអ៊ំមិនបន្ទោសអ្នកទេវាមិនមែនកំហុសអ្នកទេខ្ញុំប្រហែលនៅតែជាមនុស្សខ្សោយដូចមុនរត់គេចដូចអណ្ដើកអីចឹងពីនេះទៅខ្ញុំអាចលេងជាមួយប្អូនប្រុសរាល់ថ្ងៃបានហើយបងកំពុងលេងហាលេងជាមួយប្អូនប្រុសខ្ញុំនឹងមិនរត់គេចទៀតទេនាងឈប់តស៊ូហើយប្រហែលនេះជាចំណុចចប់របស់ខ្ញុំពិតប្រាកដលោកហ៊ូមានពិធីអាហារពេលល្ងាចយប់នេះភរិយារបស់ខ្ញុំក៏ជិតចេញពីការងារហើយពេលមុនខ្ញុំទៅទីនោះពួកយើងបានចុះលិខិតលែងលះដោយមិននិយាយអ្វីទាំងអស់តែពេលនេះអ្វីដែលយើងត្រូវការគឺសម្បត្តិអាពាហ៍ពិពាហ៍វិញហាមានមនុស្សមើលច្រើនណាស់
ឲ្យពួកគេមើលទៅខ្ញុំចង់ឲ្យពិភពលោកទាំងមូលដឹងថាគីយ៉ូគឺជាភរិយាស្របច្បាប់របស់ខ្ញុំ Hugh Tingham អូហូអំប្រុសនេះស្អិតពេកហើយប៉ាអៀនខ្មាស់ណាស់កូនតូចដឹងអីនេះហៅថាស្នេហាមកណាផឹកទឹកបន្តិចវិជ្ជាបណ្ឌិតនិយាយថាល្អសម្រាប់កូនក្នុងពោះទឹកដោះគោទៀតហើយលោកហ៊ីវអ្នកធ្វើឲ្យខ្ញុំដូចគោផលិតទឹកដោះហើយវិជ្ជាបណ្ឌិតនិយាយថាត្រូវបន្ថែមកាល់ស្យូមខ្ញុំទាត់អ្នកហើយអែមក្មេងនេះពិតជារពីសដូចបងរបស់វាមិនស្ងប់សោះទេមិនអាចជាកូនស្រីទេមែនទេត្រូវតែដូចអ្នកស្ងប់ស្ងាត់ទន់ភ្លន់ស្អាតណាស់អ្នកដឹងយ៉ាងម៉េចថាជាកូនស្រីបើជាកូនប្រុសទៀតវិញអារម្មណ៍ទេកូនស្រីតូចប៉ាកំពុងរងចាំនៅខាងក្រៅណាHugh Tinghamអ្នកស្អិតពេកហើយស្អិតបែបនេះមែនទេនេះមិនមែនជាអ្វីដែលអ្នកចូលចិត្តបំផុតទេហឹមម៉ាក់ខ្ញុំធុញហើយខ្ញុំចង់អប់អូម៉ាក់មានប្អូនស្រីនៅក្នុងពោះហើយកុំអប់ប៉ាទេខ្ញុំមិនចង់ឲ្យម៉ាក់អប់ខ្ញុំទេហេតុអ្វីប៉ាអាចអប់ខ្ញុំបានទេមិនបានទេម៉ាក់មានក្លិនល្អប៉ាខ្ញុំមិនមានក្លិនល្អដូចម៉ាក់ទេហាហាអ៊ំត្រូវគេបដិសេធហើយអ្នកក៏ដូចគ្នាដែរទៅប្រាប់ម៉ាក់ប៉ាឲ្យឆាប់មានប្អូនប្រុសម្នាក់ទៀតឲ្យអ្នកផងកុំមកនៅផ្ទះខ្ញុំញឹកញាប់ពេកញ៉ាំបាយឥតគិតថ្លៃទេខ្ញុំមិនចង់បានប្អូនទេខ្ញុំមានយោគ្រប់គ្រាន់ហើយបងប្រុសខ្ញុំល្អបំផុតហើយមុននេះខ្ញុំគិតថាចាក់ចេញពីគ្រួសារហ៊ីវនិងរត់ចេញពីគាត់គឺជាជម្រើសល្អបំផុតរបស់ខ្ញុំតែឥឡូវនេះខ្ញុំទើបយល់ថាបន្ទាប់ពីដើរវងជុំវិញជីវិតរបស់ល្អបំផុតតែងតែស្ថិតនៅក្បែរខ្ញុំតាំងពីដើម Hugh Tingham មានអីអរគុណដែលអ្នកមិនបានបោះបង់ខ្ញុំឈួតអើយខ្ញុំទើបត្រូវអរគុណអ្នកវិញអរគុណដែលបានផ្ដល់ឱកាសទី2ឲ្យខ្ញុំស្រឡាញ់អ្នកម្ដងទៀតអរគុណសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់យើងដើរជាមួយគ្នាទៅអស់មួយជីវិតទេមួយដើម្បីទទួលបានវីដេអូថ្មីនិងជាកម្លាំងចិត្តដើម្បីផលិតវីដេអូបន្តទៀត